រុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីលទៅលើអ៊ុយក្រែនដោយប្រើមីស៊ីលបាល់លីស្ទិកនិង hypersonic ជាច្រើនប្រភេទរួមមាន Iskander-M, Kinzhal, Oresnik និង Tochkayu ព្រមទាំងដ្រូននិងមីស៊ីលគ្រូសជាច្រើនផងដែររុស្ស៊ីបាននិយាយថាការវាយប្រហារទាំងនេះផ្ដោតសំខាន់ទៅលើទីតាំងយោធាប្រព័ន្ធថាមពលឃ្លាំងអាវុធនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខណៈដែលអ៊ុយក្រែនបានអះអាងថាតំបន់ស៊ីវិលជាច្រើនក៏ទទួលរងការខូចខាតផងដែរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនរួមទាំងប្រព័ន្ធ Patriot ដែលទទួលបានពីលោកខាងលិចអាចបាញ់ទម្លាក់មីស៊ីលនិងដ្រូនមួយចំនួនបានប៉ុន្តែមីស៊ីលបាល់លីស្ទិកនៅតែពិបាកទប់ស្កាត់ដោយសារវាមានល្បឿនលឿនខ្លាំងនិងអាចផ្លាស់ប្ដូរទិសដៅបានក្នុងពេលជាមួយគ្នានេះដែរការប្រយុទ្ធនៅតំបន់ខាងកើតនៅតែបន្តយ៉ាងតានតឹងខណៈរុស្ស៊ីនិងអ៊ុយក្រែនបន្តប្រើប្រាស់ដ្រូននិងប្រតិបត្តិការយោធាវាយប្រហារគ្នាទៅវិញទៅមកទន្ទឹមនឹងនេះបណ្ដាប្រទេសលោកខាងលិចនៅតែបន្តផ្ដល់ជំនួយយោធានិងហិរញ្ញវត្ថុដល់អ៊ុយក្រែនផងដែរខណៈនេះទីផ្សារពិភពលោកកំពុងធ្វើការតាមដានស្ថានភាពនេះយ៉ាងជិតស្និទ្ធព្រោះភាពតានតឹងកើនឡើងអាចផ្ដល់ផលប៉ះពាល់ដល់តម្លៃថាមពលការនាំចេញគ្រាប់ធញ្ញជាតិនិងស្ថិរភាពនយោបាយពិភពលោក